ចាគណៈប្រតិភូខេត្តអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមសេនីយ៍ឯកច័ន្ទសារឿននៅថ្ងៃទី22ខែមិថុនា2014គណៈប្រតិភូខេត្តសៀមរាបដឹកនាំដោយលោកអុកញ៉ាចាដឹកនាំដឹកនាំដោយឯកឧត្តមម៉ៅវុធីអភិបាលរងនៃគណៈអភិបាលខេត្តនិងឯកឧត្តមសូនីសមាជិកក្រុមប្រឹក្សាខេត្តបានដឹកនាំប្រតិភូថ្នាក់ដឹកនាំមន្ត្រីរាជការជំវិញខេត្តនិងអស់លោកស្រីដែលជាអាជ្ញាធរក្រុងស្រុកនិងសង្កាត់និងសង្កាត់ឃុំអញ្ជើញចូលរួមរំលែកទុក្ខគោរពវិញ្ញាណក្ខន្ធសពរបស់ឯកឧត្តមសេនីយ៍ឯកច័ន្ទសារឿនមេបញ្ជាការកងពលតូចលេខ4ចំណុះកងពលធំអន្តរាគមន៍លេខ2ដែលបានទទួលមរណភាពកាលពីវេលាម៉ោង 15:55 នាទីនៅថ្ងៃទី19ខែមិថុនាឆ្នាំ2014ក្នុងក្នុងជន្មាយុ55ឆ្នាំដោយរោគីពៀនក្នុងនោះដែរក៏មានក្រុមគណៈប្រតិភូរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាដឹកនាំដោយលោកជំទាវមាសសនជាមនអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រមទាំងឯកឧត្តមលោកជំទាវអស់លោកស្រីគណៈប្រតិភូជាមេបញ្ជាការរងអគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទយោធាភូមិភាគលេខ4ប្រតិភូខេត្តព្រះសីហនុនិងកងពលតូចកងពលធំអន្តរាគមន៍លេខ2តំបន់ប្រតិបត្តិការសឹករងស្នងការនគរស្នងការដ្ឋាននគរបាលខេត្តកងរាជអាវុធហត្ថខេត្តព្រមទាំងនាយទាហានពលទាហានកងពលតូចលេខ4និងអាជ្ញាធរស្រុកបន្ទាយស្រីនិងស្រុកវ៉ារិនតំណាងក្រុមហ៊ុនផងដែរបន្ទាប់ពីគោរពផែនការគ្រប់ផែនបានដាក់នៅកម្រងផ្កានិងបូជាទៀនធូបដើម្បីឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធនៃសពឯកឧត្តមសេនីយ៍ឯកច័ន្ទសារឿននិងធ្វើការស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធនៃសពក្នុងការរំលឹកនៅគុណបំណាច់របស់ឯកឧត្តមដែលបានតស៊ូពុះពៀក្នុងការបម្រើជាតិមាតុភូមិនៃទឹកដីសវណ្ណភូមិកម្ពុជាយើងក្នុងការចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារឯកឧត្តមសេនីយ៍ឯកច័ន្ទសារឿននេះឱកាសនេះឯកឧត្តមលោកជំទាវអស់លោកស្រីព្រមទាំងសមាជិកក្រុមប្រតិភូដែលបានចូលរួមក្នុងការរំលែកទុក្ខគោរពវិញ្ញាណក្ខន្ធបានសម្ដែងនៅការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមដែលជាមិត្តភ័ក្តិរួមការងាររួមការប្រយុទ្ធក្នុងការរំដោះជាតិមាតុភូមិពីតំបន់ពីបនបតប្រឡាយពុជសាសផងដែររួមទាំងចូលរួមកសាងការពារជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងវិស័យកងពលរដ្ឋបាលនិងពុទ្ធសាសនាម្យ៉ាងទៀតចំពោះគំរូនៃវយរភាពនិងរាល់ស្នាដៃនៃសមិទ្ធផលដ៏ធំធេងដែលឯកឧត្តមបានបន្សល់ទុកនៅក៏បានធ្វើឲ្យបងប្អូនរួមអាវុធដឹកនាំគ្រប់ជាន់ថ្នាក់មន្ត្រីរាជការចងចាំជានិច្ចនៅគំរូវយរៈដ៏ឆ្នើមរបស់ឯកឧត្តមដែលបានឲ្យកូនចៅជំនាន់ក្រោយសិក្សារៀនសូត្រពីវយរភាពទាំងនេះក្នុងនោះគណៈប្រតិភូទាំងរដ្ឋបាលកងកម្លាំងប្រដាប់អាវុធក៏ធ្វើការឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធឯកឧត្តមសេនីយ៍ឯកច័ន្ទសារឿនដែលបានទៅកាន់ទីសោយសុខក្នុងសុគតិភពថ្មីព្រមទាំងសូមបាយក្រោយឲ្យពរជ័យដល់ថ្នាក់ដឹកនាំជាតិបងប្អូនរួមអាវុធនិងក្រុមគ្រួសារសូមឲ្យជួបតែសេចក្តីសុខនិងដឹកនាំប្រទេសជាតិឲ្យមានកិច្ចអភិវឌ្ឍរីកចម្រើនព្រមទាំងឲ្យបានឈ្នះលើមារសត្រូវដែលចូលឈ្លានពានប្រទេសកម្ពុជាផងដែរនេះគឺជាសារព័ត៌មានដែលនៅក្នុងខេត្តសៀមរាបដែលគណៈប្រតិភូនៅក្នុងខេត្តសៀមរាបដែលបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឯកឧត្តមសេនីយ៍ឯកច័ន្ទសារឿនដែលគាត់បានធ្វើមរណកាលទៅ